miên nè ná ca biaទឹកដីយើងពូជសាសយើងអំបូរយើងសាសនាយើងជាងយើងជាអ្នកខ្មែរជាជនជាតិខ្មែរនឹងទេអ្នកណាក៏ដោយបើមកប៉ះពៀពុទ្ធបរិស័ទយើងប្រទេសជាតិរបស់យើងម្ចាស់ត្រូវតែលះបង់ឲ្យការពារឲ្យបាននេះជាអ្វីដែលដូនតាយើងបានធ្វើមកគ្មានអ្នកណាការពារទឹកដីយើងពូជសាសយើងអំបូរយើងសាសនាយើងជាងយើងជាអ្នកខ្មែរជាជនជាតិខ្មែរនឹងទេត្រូវការពារហើយដើម្បីការពារទឹកដីសាសនាវប្បធម៌អរិយធម៌អ្វីទាំងអស់បានណាគឺលុះត្រាតែម្ចាស់មានចំណេះដឹងបើអត់ចំណេះដឹងទេបកគោណាម្ចាស់មើលសង្គមនេះមិនសូវយល់ទេមិនសូវយល់ចឹងលោកម្ចាស់មានភារៈជាអ្នកការពារថែរក្សានៅទឹកដីនេះពូជអម្បូរនេះសាសនានេះនៅលើទឹកដីកម្ពុជាហើយបើសិនជាយើងជាជនជាតិខ្មែរយើងអត់ស្រឡាញ់ផ្ទះយើងអត់ស្រឡាញ់វត្តយើងភូមិយើងទេអត់មានទេថ្ងៃណាមួយអ្វីៗគ្រប់យ៉ាងនឹងហួសពេលហើយយើងមានពុព្វបរិសយើងលះបង់ច្រើនណាស់ដើម្បីប្រទេសជាតិដើម្បីសាសនាចឹងលោកម្ចាស់ត្រូវតែបណ្ដុះចិត្តស្រឡាញ់ចំពោះទឹកដីចំពោះវត្តអារាមជាពិសេសអស់លោកសពបរិសទាំងអស់ដែលជាអ្នកបូជានៅបច្ច័យ4ចំពោះបកគោណាម្ចាស់គ្រប់ព្រះអង្គអញ្ចឹងហើយម្ចាស់ស្ដាប់បានទេប៉ុណ្ណឹងក្នុងនឹងប្រកាសជាមានមួយអង្គឬពីរអង្គជាវីរៈបុរសទៅថ្ងៃអនាគតដែរមើលមិនឃើញទេអាចមានសម្ដេចជួនណាតនៅក្នុងនឹងក៏មិនដឹងទៅថ្ងៃអនាគត